ជំរាបសួរបងទាំងអស់គ្នាមានបងមួយចំនួនដែលគាត់ចូលមកលេងនៅក្នុង page របស់ខ្ញុំគាត់ប្រកាសជាឃើញរូបភាពមួយសន្លឹកនេះហើយគឺខ្ញុំបានប្រាប់ថាបើមានបងទូទេត្រូវហើយខ្ញុំបាន 5k follower ខ្ញុំនឹងជូនជារង្វាន់ប៉ុន្តែមានបងខ្លះគាត់តាក់តាន់ត្រូវទេហើយក៏អរគុណដែរបងដែលចូលរួមមកលេងជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំចង់មកប្រាប់ថាខ្ញុំអត់មានធ្វើបង្ទាកូនទេតែខ្ញុំធ្វើអំបិលទុកញ៉ាំជាមួយនឹងបង្ទាកូនហើយនឹងញ៉ាំជាមួយនឹងសាច់មាន់សាច់អីហើយនឹងងាវជាដើមហើយចំពោះការធ្វើគឺខ្ញុំបានបន្ថែមជាមួយនឹងជីវ៉ាន់ស៊ុយហើយនឹងស្លឹកក្រូចសើចខ្ចីខ្ញុំបន្ថែមតែ 2-3 ស្លឹកទេដើម្បីកុំឲ្យវាធំក្លិនខ្លាំងពេកហើយនៅពេលដែលយើងដាក់ជីបង្ទាកូនជាមួយនឹងជីវ៉ាន់ស៊ុយហើយនឹងស្លឹកក្រូចសើចគឺធ្វើឲ្យរសជាតិអំបិលរបស់យើងហ្នឹងរឹតតែឈ្ងុយហើយមានជាតិហឹរតិចហើយធំក្លិនស្លឹកក្រូចសើចហ្នឹងគឺកាន់តែឆ្ងាញ់ហើយបន្ទាប់ពីខ្ញុំលីងស្ងួតហើយគឺខ្ញុំធ្វើការលីងជាមួយនឹងអំបិលនេះគឺខ្ញុំអត់យកអំបិលម៉ត់ពេកទេគឺខ្ញុំយកប្រភេទអំបិលដែលមានរាងក្របតិចណាបងពេលដែលយើងលីងអំបិលដែលមានក្របតិចចឹងទៅគឺធ្វើឲ្យរសជាតិវាកាន់តែឆ្ងាញ់ជាងអំបិលម៉ត់ហើយបន្ទាប់មកគឺលីងជាមួយនឹងខ្ទឹមសគឺខ្ញុំយកមកចិញ្ច្រាំឲ្យរាងល្អិតហើយហាន់ជាមួយនឹងម្ទេសហើយម្ទេសគឺខ្ញុំដាក់ល្មមទេដោយសារតែខ្ញុំធ្វើនេះគឺតម្រូវអ្នកផ្ទះទាំងអស់គ្នាដោយសារតែមានប៉ាអញ្ចឹងគាត់អត់ចូលចិត្តញ៉ាំហឹរខ្លាំងទេអញ្ចឹងគឺខ្ញុំដាក់ម្ទេសតែប៉ុណ្្នឹងទេហើយដល់ពេលដែលខ្ញុំចង់ញ៉ាំហឹរខ្លាំងគឺខ្ញុំត្រូវបន្ថែមជាមួយនឹងម្ទេសម៉ត់នៅខាងក្រៅហើយម្ទេសម៉ត់ហ្នឹងគឺអត់មានទិញគេទេគឺធ្វើខ្លួនឯងដូចគ្នាបងហើយយើងលេងឲ្យខ្ទឹមហើយនឹងម្ទេសនឹងរៀងស្ងួតទឹកហើយគឺខ្ញុំបន្ថែមជាមួយនឹងអំបិលបន្ថែមជាមួយនឹងម្រេចហៅផ្លេចឈ្មោះម្រេចហើយយើងលេងឲ្យស្ងួតហើយឲ្យខ្ទឹមឡើងពណ៌ជើងអង្ក្រងហើយខ្ទឹមនឹងដាក់ជាតិទឹកទៀតយើងបន្ថែមជាមួយនឹងម្សៅស៊ុបដោយសារតែម្សៅស៊ុបនេះគឺយើងដាក់នៅចុងក្រោយគេដោយសារតែវាពេលដែលយើងត្រូវភ្លើងខ្លាំងពេកទៅវាធ្វើឲ្យវារៀងមានជាតិសំណើមអញ្ចឹងគឺយើងត្រូវប្រើភ្លើងហឹមលីងជាមួយនឹងម្សៅស៊ុបនឹងឲ្យស្ងួតបន្ថែមទៀតយើងដាក់ជាមួយនឹងស្លឹកជីបង្ទាកូនដែលខ្ញុំបានលីងស្ងួតកាលពីដំបូងហ្នឹងហើយលីងបន្តឲ្យស្ងួតបន្ថែមទៀតឲ្យឈ្ងុយចូលជាតិជាមួយនឹងអំបិលហើយខ្ញុំយកវាមកក្លុកជាមួយនឹងម៉ាស៊ីនក្លុកគ្រឿងរបស់យើងហើយម៉ាស៊ីននេះគឺល្អប្រើមែនតើម៉ាស៊ីនក្លុកគ្រឿងស្ងួតអញ្ចឹងសួរប្រើមែនតើម៉ាស៊ីនមួយនេះនៅផ្ទះគឺអាចធ្វើគ្រឿងក្លុកស្ងួតបានហើយនេះជាអំបិលដែលខ្ញុំបានធ្វើហើយខ្ញុំអត់មានបន្ថែមស្ករទេដោយសារតែខ្ញុំធ្វើទុកអញ្ចឹងកាលណាយើងដាក់ស្ករទៅអាចធ្វើឲ្យអំបិលរបស់យើងចេញទឹកចឹងយើងដាក់តែប៉ុណ្្នឹងទៅយើងអាចទុកបានរាប់ខែបងនៅពេលដែលញ៉ាំគឺយើងបន្ថែមតែជាមួយស្ករសក៏បានទឹកដោះគោខាប់ក៏បានអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលា